hai sau cái việc bài na đam bay ai sau cái việc dương miền sau cái việc lọ sau cái việc lời chất răng móm sau cái việc lời cay răng móm chẳng phục mai bụng ôn rung lưu tỏ cái nàyนะชีวิตរបស់យើងកើតមកគឺត្រូវតែមានសុខភាពផ្លូវចិត្តល្អសុខចិត្តរឹងមាំនិងផ្លូវចិត្តល្អជាពិសេសរាងកាយរបស់យើងសុខភាពរបស់យើងតើថែរបៀបណាដើម្បីឲ្យទាំងពីរនេះរត់ស្មើគ្នាគឺទី1គឺត្រូវតែថែសុខភាពផ្លូវចិត្តជាដំបូងដោយសារសុខភាពផ្លូវចិត្តជាសុខភាពមួយចាំបាច់បំផុតកាលណាសុខភាពផ្លូវចិត្តរបស់យើងមានបញ្ហាអត់ល្អមានសម្ពាធច្រើនបានន័យថាសុខភាពរាងកាយរបស់យើងក៏ទទួលតាមនឹងដែរអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាប់ផ្ដើមថែរក្សាសុខភាពផ្លូវចិត្តណាកំពុងតែកើតរឿងអ្វីកំពុងតែមានរឿងអ្វីក៏ដោយច្បាប់ធម្មជាតិគឺយើងឲ្យកុំឲ្យគិតយូរអង្វែងពេកគិតហើយយើងបន្ទូយើងទម្លាក់ចោលយើងប្រឡែងចោលណាព្រោះពេលវេលាវាអាចដោះស្រាយបានអញ្ចឹងយើងគិតច្រើនពេកធ្វើអ្វីៗឲ្យយើងគ្រប់យ៉ាងនេះវាកើតចេញពីការខូចអារម្មណ៍ពីការពិបាកផ្លូវចិត្តធ្វើឲ្យយើងបាក់ទឹកចិត្តអញ្ចឹងពុកម៉ែបងប្អូនដែលមើលคลิปនេះហើយសូមមើលឲ្យចប់ណាពីដើមដល់ចប់កុំឲ្យស្ដាយក្រោយព្រោះបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបំផុតនៅលើโลกនេះភាគច្រើនទៀតណាមនុស្សដែលមានបញ្ហាផ្លូវចិត្តដោយសារគាត់គិតច្រើនគាត់មានបញ្ហានេះបញ្ហានោះតែគាត់អត់អាចស្រាយចេញបានទេគាត់នៅតែគិតពីអតីតកាលគិតពីនេះពីនោះគិតតែរឿងមិនល្អអញ្ចឹងសូមឲ្យផ្លូវចិត្តរបស់ពុកម៉ែបងប្អូនគិតតែរឿងល្អបានហើយដើម្បីឲ្យវាមានជាដុំនៃឆក់សម្រាប់រាងកាយឲ្យគាត់មានសុខភាពល្អផងព្រោះគាត់នៅលើរាងកាយរបស់យើងបើចិត្តយើងគិតតែផ្ដេសផ្ដាស់ធ្វើឲ្យយើងនឹងមានបញ្ហាគ្រប់យ៉ាងទាំងអស់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទោះជានៅទីកន្លែងណាឬកំពុងធ្វើអ្វីក៏ដោយណាសូមកុំបាក់ទឹកចិត្តបើសិនជាមានបញ្ហាបើអារម្មណ៍ផ្លូវចិត្តខ្លួនឯងមិនរឹងមាំអាចឆាតមកប្រឹក្សា Telegram អ្នកគ្រូផ្ទាល់បានណា086 519 337ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារីករាយសូមឲ្យពុកម៉ែបងប្អូនគ្នាមានផ្លូវចិត្តរឹងមាំនិងថែសុខភាពទាំងអស់គ្នាថែរបៀបម៉េចសុខភាពបើសិនជាសុខភាពផ្លូវចិត្តយើងរឹងមាំហើយសុខភាពរាងកាយរបស់យើងនឹងបាន 70% ហើយពុកម៉ែបងប្អូនទាំងអស់គ្នាណាចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវត្រៀមរាងកាយរបស់យើងទៀតតើយើងគួរតែញ៉ាំអ្វីគួរតែធ្វើអ្វីដើម្បីរាងកាយយើងល្អអញ្ចឹងជាពិសេសទី1សូមជៀសវាងគ្រឿងកំប៉ុងផ្អែមណាពុកម៉ែបងប្អូនកុំសូវញ៉ាំញឹកញាប់ពេកឧទាហរណ៍ថាបើយើងទៅណាមកណាហត់អស់កម្លាំងយើងស្រែកគ្រឿងដែលយើងធ្លាប់ញ៉ាំរាល់ថ្ងៃនេះគ្រឿងកំប៉ុងផ្អែមឬរបស់ដែលអត់សូវល្អសម្រាប់សុខភាពអញ្ចឹងពុកម៉ែបងប្អូនចាប់ផ្ដើមយកទឹកសុទ្ធមួយដបមកញ៉ាំឲ្យអស់ឲ្យឆ្អែតចឹងពុកម៉ែបងប្អូនលែងឃ្លានហើយនឹងខ្លាយជាទម្លាប់ដែលកាត់ផ្ដាច់ញ៉ាំគ្រឿងផ្អែមបំផ្លាញសុខភាពណាពុកម៉ែបងប្អូនទាំងគ្នាចឹងធ្វើតាមអ្នកគ្រូអញ្ចឹងទៅពេលឃ្លានគ្រឿងកំប៉ុងដែលយើងធ្លាប់ញ៉ាំដែលបានមើលคลิปវីដេអូអ្នកគ្រូពីមុនណាធ្លាប់ញ៉ាំចាប់ផ្ដើមទឹកសុទ្ធយកមកញ៉ាំឲ្យឆ្អែតពេលឃ្លានញ៉ាំទឹកសុទ្ធឲ្យឆ្អែតពុកម៉ែបងប្អូននឹងមានសុខភាពល្អហើយជាជំងឺគ្រប់មុខទៀតព្រោះនេះជាព្យាបាលដោយទឹកដោយធម្មជាតិដោយសារយើងដាក់គ្រឿងកំប៉ុងផ្អែមទៅធ្វើឲ្យរាងកាយរបស់យើងគ្រឿងក្នុងរបស់យើងនេះវាទទួលទៅវាមានសារជាតិមិនល្អអញ្ចឹងណាធ្វើឲ្យរាងកាយរបស់យើងវាអាចឡើងឈាមជាតិស្ករឬមួយក៏អ្វីគ្រប់យ៉ាងក្នុងខ្លួនអត់ល្អអញ្ចឹងញ៉ាំទឹកពេលឃ្លានគ្រឿងផ្អែមគ្រឿងដែលយើងមិនបំផ្លាញសុខភាពញ៉ាំទឹកចាំញ៉ាំទឹកឲ្យឆ្អែតយើងនឹងលែងឃ្លានហើយខ្លាយជាទម្លាប់យូរប្រហែលជាបាន 4-5 ដងឬមួយក៏ទៅ 4-10 ដង 20 ដងយើងខ្លាយជាទម្លាប់លែងឃ្លានរបស់គ្រឿងកំប៉ុងផ្អែមនឹងទៀតហើយដែលបំផ្លាញសុខភាពហើយតែបើយើងថែរបៀបណាយើងទិញមកកាត់បន្ថយចំណាយទៀតមានសុខភាពល្អហើយចំណាយថយទៀតថយត្រង់ណាយើងទិញបន្លែដែលយើងគិតថាធម្មជាតិឬមួយក៏យើងអាចនៅក្បែរផ្ទះយើងដាំតកួនណាវាងាយឥឡូវដាំលើទឹកឬមួយក៏ដាំដាក់កញ្ច្រែងដាក់កធន់ដាក់អីបាក់បែកចឹងណាដាំតកួនដាំស្ពៃដាំបន្លែដែលយើងគិតថាអាចដាំได้ងាយយកមកយើងអាចដាំស្លបានយើងទិញសាច់មកតែទិញទួចមកយកមកដាក់ជាមួយទៅញ៉ាំទៅយើងរួចហើយយើងកាត់បន្ថយការចំណាយទៀតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមានតែរឿងមួយគិតថាយើងអាចធ្វើអ្វីបានថែសុខភាពយើងត្រូវតែធ្វើព្រោះអនាគតសុខភាពយើងជាចម្បងដូចអ្នកខ្លះយើងត្រូវដឹងហើយលើពិភពលោកនេះយើងបានដឹងហើយតាមបណ្ដាញសង្គមណាខ្លះគាត់មានលុយតែអត់មានសុខភាពខ្លះគាត់អត់មានសុខភាពតែគាត់មានលុយអញ្ចឹងយើងត្រូវតែពីរនេះឲ្យស្របគ្នា
ច្បាប់ធម្មជាតិឲ្យយើងមានលុយហើយមានសុខភាពទៀតយើងត្រូវថែបែបងាយសบายយើងមិនអាចពេលចាំរាងកាយរបស់យើងឈឺយើងរត់ទៅពេទ្យទេវាអត់ចេះស្រួលទេអានឹងដល់ដំណាក់កាលយើងនេះហើយអញ្ចឹងយើងត្រូវតែថែធ្វើម៉េចធម្មតារាងកាយរបស់យើងដំបូងខ្វះវីតាមីនវាខ្សោយយូរទៅវាមិនមែនឈឺភ្លាមទេ5ឆ្នាំ10ឆ្នាំអាវាកកើតទៅជាជំងឺអីមួយអញ្ចឹងណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអ្នកគ្នាបង្វិលទិសដៅថែសុខភាពនិងផ្លូវចិត្តផ្លូវកាយដើម្បីងាយហើយអាចឆាតប្រឹក្សាសួរអ្នកគ្រូបានបន្ថែមទៀតព្រោះអ្នកគ្រូធ្វើវីដេអូខ្លីនេះវានិយាយអត់ទេអញ្ចឹងបានតែត្រួសណាអាចឆាតតាម Telegram អ្នកគ្រូប្រឹក្សាដែលឥតគិតថ្លៃ086 519 337 078 322 968ណាពុកម៉ែបងប្អូនអ្នកគ្នាឆាតតាម Telegram អ្នកគ្រូទទួលលឿនអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអ្នកគ្នាមានសុខភាពល្អផ្លូវកាយផ្លូវចិត្តនិងមានអ្វីគ្រប់យ៉ាងជុំវិញខ្លួនណាឲ្យជួបប្រទេសតែសេចក្តីសុខនៃចម្រើននិងសូមឲ្យពុកម៉ែបងប្អូនរក្សាសុខភាពផ្លូវចិត្តផ្លូវកាយជាគោលដៅទី1ដែលសម្រាប់យើងដើម្បីឲ្យយើងរស់ចូលក្នុងលំដាប់មួយគិតថាមានលុយមានក្តីសុខមានលុយមានសុខភាពល្អគ្រប់ពេលវេលាទាំងអស់ព្រោះអ្វីកើតឡើងពីការគិតរបស់យើងព្រោះអ្វីកើតឡើងពីអ្វីគ្រប់យ៉ាងគឺយើងនឹងហើយជាអ្នកចាប់ផ្ដើមយើងគ្មានអ្នកណាចាប់ផ្ដើមឲ្យយើងមានសុខភាពល្អផ្លូវចិត្តល្អក្រៅពីយើងទេអញ្ចឹងអ្នកគ្រូគ្រាន់តែចែករំលែកច្បាប់ធម្មជាតិដ៏អស្ចារ្យនេះដើម្បីឲ្យពុកម៉ែបងប្អូនដឹងគ្រប់គ្នាណាសំបកក្រៅឥឡូវនេះពុកម៉ែបងប្អូនកំពុងតែឈឺឬមួយកំពុងតែមានបញ្ហាអ្វីក៏ដោយណាសូមឲ្យទម្លាក់ចោលសូមឲ្យប្រាប់ខ្លួនឯងសារជាថ្មីដាក់គោលដៅសារជាថ្មីរឿយថាខ្ញុំមានសុខភាពល្អខ្ញុំមានសុខភាពល្អផ្លូវចិត្តខ្ញុំរឹងមាំជានិច្ចមិនអាចកាត់ផ្ដាច់ពីអ្វីបែបធម្មជាតិបានទេព្រោះអ្វីគ្រប់យ៉ាងវាកើតចេញពីការគិតរបស់យើងកើតចេញពីការញ៉ាំរបស់យើងកុំភ្លេចពេលឃ្លានគ្រឿងកំប៉ុងផ្អែមដែលជាទម្លាប់ត្រូវតែកាន់ដបទឹកញ៉ាំជំនួសគ្រឿងកំប៉ុងគ្រឿងផ្អែមដើម្បីយើងមានសុខភាពល្អណាពុកម៉ែបងប្អូនអ្នកគ្នាព្រោះអ្នកគ្រូបានពិសោធន៍ខ្លួនឯងហើយទោះជាឥឡូវអាយុច្រើនក៏ដោយតែសុខភាពខាងក្នុងនៅតែក្មេងជានិច្ចណាពុកម៉ែបងប្អូនអ្នកគ្នាសូមអរគុណសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាគិតថាវីដេអូនេះមានប្រយោជន៍ចំពោះពុកម៉ែបងប្អូនសូមឲ្យ like share comment និងគិតអ្វីដែលល្អសូមឲ្យជួយចែករំលែកបន្តឲ្យបានច្រើនព្រោះវីដេអូទាំង live ដែលនេះអ្នកគ្រូចេញទៅសិតតែជួយចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាទាំងអស់សូមឲ្យពុកម៉ែបងប្អូនអ្នកគ្នាមានតែក្តីសុខក្តីចម្រើនគ្រប់ពេលវេលាទាំងអស់អ្វីគ្រប់ឡើងគឺមានតែរឿងល្អរឿងអស្ចារ្យសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវប្រាប់ខ្លួនឯងជារឿយថាខ្ញុំមានផ្លូវចិត្តរឹងមាំហើយស្រែកឲ្យខ្លាំងពេលកំពុងតែមានបញ្ហាកើតឡើងព្រោះការគិតក្នុងចិត្តរបស់យើងគឺមានធម៌ពលបែបធម្មជាតិធ្វើជួយយើងបានដោយងាយសบายបើសិនជាយើងមិនផ្ដោតលើការអវិជ្ជមានមិនផ្ដោតលើការគិតបែបអត់ល្អអញ្ចឹងពុកម៉ែបងប្អូននឹងបានរឿងល្អចូលក្នុងជីវិតគិតល្អនិយាយល្អធ្វើល្អផលល្អជីវិតមានរឿងល្អគ្រប់ពេលវេលាអ្វីគ្រប់យ៉ាងអ្នកគ្រូសូមផ្ដាំទៅពុកម៉ែបងប្អូនអ្នកគ្នាណានិយាយហើយនិយាយទៀតមិនថាចាស់ឬក្មេងដែលកំពុងតែញៀនគ្រឿងកំប៉ុងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអ្នកគ្នាកាន់ដបទឹកញ៉ាំពេលឃ្លានគឺញ៉ាំដបទឹកញ៉ាំទឹកឲ្យឆ្អែតគឺលែងឃ្លានហើយរាងកាយរបស់យើងត្រូវការជាតិទឹកទេតែដោយសារយើងអត់សូវញ៉ាំទឹកយើងញ៉ាំគ្រឿងកំប៉ុងជំនួសជាតិទឹកអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនគ្នាចាប់ផ្ដើមណាសាងជីវិតមួយដ៏មានសុខភាពល្អសាងជីវិតមួយដែលគិតថារឹងមាំបំផុតសាងជីវិតមួយដែលពុកម៉ែបងប្អូនគិតថាខ្លួនឯងនេះជាមនុស្សម្នាក់ដែលរឹងមាំខាងសុខភាពផ្លូវចិត្តផ្លូវកាយសុខភាពផ្លូវចិត្តផ្លូវកាយរឹងមាំគ្មានអ្វីជំនះទេគឺមានតែសេចក្តីសុខក្នុងគ្រួសារព្រោះអត់មានជំងឺបានន័យថាយើងជាមនុស្សម្នាក់សន្តិភាពផ្លូវចិត្តហើយណាសន្តិភាពផ្លូវចិត្តនឹងជួយឲ្យប្រជាជនរួមលោកទាំងអស់គ្នាមានសន្តិភាពផ្លូវចិត្តគ្រប់គ្នាទាំងអស់មិនថានៅទីកន្លែងណាទេគឺយើងមានសុខភាពល្អទាំងចិត្តទាំងកាយធ្វើឲ្យធម៌ពលជះទៅអ្នកជំនាញខ្លួនរបស់យើងនិងកូនក្រុមគ្រួសារទាំងឡាយនៅលើโลกនេះគឺមានសាយភាយរឿងល្អដូចគ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាប្រកបអាជីវកម្មអ្វីក៏ដោយធ្វើអ្វីក៏ដោយណាសូមឲ្យមានក្តីសុខក្តីចម្រើននិងបើកឡានតាមផ្លូវសុវត្ថិភាពរហូតដល់មករហូតដល់ទីកន្លែងគោលដៅរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកគ្រូម្ចាស់ផែនដីស្រីសុភាពគោសូមគោរពនិងស្រឡាញ់បងប្អូនរួមលោកទាំងអស់គ្នាពេញបេះដូងហើយវីដេអូរបស់អ្នកគ្រូបង្ហោះពេលណាបង AI នឹងបញ្ជូនទៅឲ្យចំគោលដៅនិងឲ្យបងប្អូនរួមលោកទាំងអស់គ្នាបានឃើញនិងជាពិសេសបងប្អូនរួមលោកទាំងអស់គ្នានឹងបានឃើញវីដេអូអ្នកគ្រូគ្រប់គ្នាទាំងអស់បងប្អូនរួមលោកលើពិភពលោកលើភពផែនដីនេះបានឃើញហើយនឹងអនុវត្តតាមដោយងាយសบายសូមឲ្យលើលោកនេះជាវត្ថុស័ក្តិសិទ្ធិទាំងអស់សូមឲ្យជួយដល់ពុកម៉ែបងប្អូននិងឲ្យម្ចាស់
ការលើខ្លួនឯងរឿងសុខភាពនិងរឿងធម៌ពលផ្លូវចិត្តឲ្យរឹងមាំបំផុត